ថ្ងៃនេះយើងនឹងលើកយកករណីដ៏គួរឲ្យចាប់អារម្មណ៍មួយដែលតាក់ទងនឹងសមាជិកប្រសិទ្ធភាពថៃលោកស្រីអង្គណានីឡាប៉ៃស៊ីបនិងគ្រួសាររបស់លោកស្រីការហ៊ាននិយាយអំពីការពិតអំពីបញ្ហាចំនួនព្រំដែនកម្ពុជាថៃមិនត្រឹមតែធ្វើឲ្យលោកស្រីរងការគំរាមសម្លាប់នោះទេតែពេលនេះសមាជិកគ្រួសាររបស់លោកស្រីក៏បានក្លាយជាគោលដៅនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរតើភាពក្លាហានរបស់លោកស្រីនាំមកនូវផលវិបាកអ្វីខ្លះដល់គ្រួសារហើយស្ថានភាពបែបនេះបង្ហាញអំពីអ្វីខ្លះនៅក្នុងសង្គមថៃនេះជាបញ្ហានៃការរំលោភសិទ្ធិមនុស្សនិងសិទ្ធិនៅក្នុងការបញ្ចេញមតិរបស់អិសរាជជនសាធារណៈសូមតាមដានព័ត៌មានល្បិតជាមួយនឹងយើងលោកស្រីអង្គណានីឡាប៉ៃស៊ីបសមាជិកប្រសិទ្ធភាពថៃនិងជាអ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញម្នាក់កាន់តែគ្មានសុវត្ថិភាពឡើយបន្ទាប់ពីលោកស្រីបានទម្លាយរឿងពិតជុំវិញបញ្ហាចំនួនព្រំដែនកម្ពុជាថៃភាពស្មោះត្រង់និងការហ៊ាននិយាយការពិតរបស់លោកស្រីបានធ្វើឲ្យលោកស្រីរងនឹងការវាយប្រហារយ៉ាងខ្លាំងតាមបណ្ដាញអ៊ីនធឺណិតនិងសារគំរាមសម្លាប់ប៉ុន្តែអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺការគំរាមកំហែងរាលដាលដល់សមាជិកគ្រួសាររបស់លោកស្រីកាលពីពេលថ្មីនេះគណនី Facebook បានផ្ញើសារទៅកាន់សមាជិកគ្រួសាររបស់លោកស្រីដោយមានខ្លឹមសារថាប៉ាសូមថែរក្សាកូនរបស់អ្នកផងកូនរបស់ប៉ាជាជនជាតិថៃមានបេះដូងខ្មែរដោយក្តីបារម្ភពីបេះដូងអ្នកកាន់សាសនាដូចគ្នាសារនេះមិនត្រឹមតែជាការគំរាមកំហែងផ្ទាល់ប៉ុណ្ណោះទេថែមទាំងជាការវាយប្រហារទៅលើអត្តសញ្ញាណនិងសីលធម៌របស់ពួកគេទៀតផងកាលពីថ្ងៃប្រហ័សទី16ខែតុលាឆ្នាំ2025គណនីដដែលនោះក៏បានចែករំលែកនៅវីដេអូឃ្លីបរបស់លោកស្រីអង្គណាជាមួយនឹងពាក្យសម្ដីបំភ្លឺថាខ្ញុំមិនស្អប់ជនជាតិកម្ពុជាទេប៉ុន្តែខ្ញុំស្អប់អ្នកការគំរាមកំហែងនេះបានបញ្ជាក់យ៉ាងច្បាស់ថាការរិះគន់របស់ពួកគេគឺសម្ដៅផ្ទាល់ទៅលើទង្វើនិងចំហរបស់លោកស្រីដែលផ្ទុយពីមនោសញ្ចេតនាជាតិនិយមខ្លាំងនៅក្នុងប្រទេសថៃតើអ្វីដែលធ្វើឲ្យលោកស្រីអង្គណារងនឹងការវាយប្រហារខ្លាំងបែបនេះគឺដោយសារតែលោកស្រីហ៊ានចេញមុខនិយាយការពិតនិងការពារសិទ្ធិមនុស្សទាក់ទងនឹងចំនួនព្រំដែនលោកស្រីបានចង្អុលបង្ហាញថារដ្ឋាភិបាលទីក្រុងបាងកកកំពុងតែរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរជុំវិញករណីបុគ្គលម្នាក់ដែលឈ្មោះថាកានចំផាឡាំងបានដឹកនាំការចាក់សម្លេងខ្មោចបន្លាចពលរដ្ឋខ្មែរដែលរស់នៅក្បែរព្រំដែនលើពីនេះលោកស្រីក៏បានទទួលស្គាល់នៅការពិតដែលពិបាកទទួលបាននៅក្នុងប្រទេសថៃផងដែរថាលោកស្រីបានបញ្ជាក់ថាភាគីថៃពិតជាបានវាយប្រហារលើកម្ពុជាមិនមែនហើយថែមទាំងបានប្រើប្រាស់យន្តហោះចម្បាំង F16 នៅក្នុងចំនួននោះទៀតផងដែរការថ្លែងបែបនេះបានធ្វើឲ្យលោកស្រីក្លាយជាគោលដៅនៃការស្អប់ខ្ពើមពីសំណាក់ក្រុមជាតិនិយមជ្រុលដែលមិនអាចទទួលយកការពិតបានដែលថាប្រទេសខ្លួនជាអ្នកបង្កហេតុមុនទង្វើរបស់លោកស្រីអង្គណាគឺជាការតស៊ូដ៏ក្លាហានដើម្បីយុត្តិធម៌និងសិទ្ធិមនុស្សដោយមិនគិតពីនិន្នាការជាតិនិយមលោកស្រីបានបំពេញតួនាទីជាសមាជិកប្រសិទ្ធភាពនិងជាអ្នកការពារសិទ្ធិមនុស្សនៅក្នុងការរំលឹកដល់រដ្ឋាភិបាលឲ្យគោរពកាតព្វកិច្ចអន្តរជាតិស្តីអំពីសិទ្ធិមនុស្សទោះបីត្រូវប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ផ្ទាល់ខ្លួននិងគ្រួសារយ៉ាងណាក្តីករណីបានគូបញ្ជាក់យ៉ាងច្បាស់អំពីកម្រិតនៃការអោនអានចំពោះការបញ្ចេញមតិនិងភាពខុសគ្នានៃគំនិតនៅក្នុងសង្គមដែលជាឥទ្ធិពលដល់អ្នកដែលហ៊ាននិយាយការពិតស្ដីអំពីទំនាក់ទំនងអន្តរជាតិដែលងាយនឹងបង្កឲ្យមានភាពរសើបជុំវិញបញ្ហានេះសហគមន៍អន្តរជាតិជាពិសេសអង្គការសិទ្ធិមនុស្សត្រូវតែយកចិត្តទុកដាក់ខ្ពស់ការគម្រាមកំហែងដល់អាយុជីវិតសមាជិកប្រសិទ្ធភាពនិងគ្រួសាររបស់លោកស្រីគឺជាការគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសថៃការការពារលោកស្រីអង្គណាគឺស្មើនឹងការការពារសិទ្ធិមនុស្សនៅក្នុងការនិយាយការពិតយើងសូមអំពាវនាវឲ្យអាជ្ញាធរថៃត្រូវចាត់វិធានការជាបន្ទាន់ដើម្បីធានាសុវត្ថិភាពពេញលេញដល់លោកស្រីអង្គណាណៃឡាប៉ៃស៊ីបនិងគ្រួសាររបស់លោកស្រីត្រូវតែស៊ើបអង្កេតករណីគម្រាមកំហែងនេះ
ឲ្យបានហ្មត់ចត់ហើយនាំជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ការបណ្តោយឲ្យអ្នកការពារសិទ្ធិមនុស្សរស់នៅក្នុងការភ័យខ្លាចគឺស្មើនឹងការបិទបាំងនៅការពិតនេះជាការឆ្លុះបញ្ចាំងអំពីវិបត្តិសិទ្ធិមនុស្សមួយដែលចាំបាច់ត្រូវតែដោះស្រាយជាបន្ទាន់